តើការញ៉ាំកាហ្វេពេលព្រឹកដោយពុះទទេវាល្អសម្រាប់សុខភាពឬក៏ប៉ះពាល់ដល់សុខភាពនេះគឺជាសំណួរដែលចម្រូងចម្រាសគ្នាមែនទែនព្រោះអីម្នាក់ៗសុទ្ធតែមានអំណះអំណាងរៀងខ្លួនអ្នកខ្លះផឹកទៅល្អអ្នកខ្លះផឹកទៅមិនល្អអីចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់ចម្លើយជូនបងប្អូនថាតើផឹកទៅល្អឬមិនល្អអ្នកណាឈ្នះអ្នកណាចាញ់ខ្ញុំមានចម្លើយ2ជូនបងប្អូនចម្លើយទី1ផឹកកាហ្វេពេលព្រឹកពោះទទេគឺមិនមានបញ្ហាអីទេសម្រាប់សុខភាពសម្រាប់អ្នកដែលគ្មានជំងឺកាពះជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់ជាអ្នកដែល fasting តាំងពី2022មកដល់ឥឡូវខ្ញុំផឹកកាហ្វេខ្មៅដោយគ្មានស្ករពេលព្រឹកពោះទទេគឺអត់មានបញ្ហាអីទេបងប្អូនប៉ុន្តែប្រាប់បងប្អូនអញ្ចឹងមិនមែនមានន័យថាបងប្អូនគួរតែធ្វើតាមខ្ញុំទៅអត់មានបញ្ហាអីទេមិនមែនចង់ប្រាប់អញ្ចឹងទេវាជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំទេហើយមុននឹងផឹកកាហ្វេពោះទទេហ្នឹងក៏មិនមែនខ្ញុំនឹកឃើញផឹកក៏ចង់ផឹកទេគឺខ្ញុំមានការស្រាវជ្រាវរបស់ខ្ញុំផ្ទាល់ពីព្រោះអីទាំងបងប្អូនដែលកំពុងមើលទាំងខ្ញុំគឺខ្លាចប៉ះពាល់សុខភាពដូចគ្នាអញ្ចឹងយើងត្រូវស្រាវជ្រាវដោយខ្លួនឯងតើថាតើផឹកទៅវាមានបញ្ហាអីអត់ពីព្រោះអីមុននឹងឈានដល់ការផឹកកាហ្វេពុះទទេខ្ញុំក៏ជាមនុស្សម្នាក់ដែលញ៉ាំអាហារពេលព្រឹកហើយបានទៅផឹកកាហ្វេដូចគ្នាប៉ុន្តែសួរថាហេតុអីបានខ្ញុំផ្លាស់ប្ដូរទម្លាប់មួយហ្នឹងមូលហេតុគឺដោយសារតែការធ្វើបែបហ្នឹងគឺខ្ញុំឡើងគីឡូជាប្រចាំបងប្អូនខ្ញុំឡើងរហូតដល់85 86គីឡូមុខខ្ញុំបឺមែនតើហើយអ្វីដែលកាន់តែខ្លាចហ្នឹងគឺ A1C របស់ខ្ញុំគឺវាឡើងខ្ពស់រហូតដល់5.9អញ្ចឹងវាចិត្តចូលដល់តំបន់លឿងទៅជាអ្នកដែលគេហៅថា pre-diabetes គឺឈានចូលចិត្តទៅដល់ជំងឺទឹកនោមផ្អែមហើយអញ្ចឹងគឺខ្ញុំបារម្ភពីសុខភាពរបស់ខ្ញុំផ្ទាល់អញ្ចឹងគីឡូក៏លើសស្ករក៏ឡើងអញ្ចឹងខ្ញុំត្រូវរកវិធីណាដើម្បីប្រស្រក់គីឡូរបស់ខ្ញុំជាតិស្កររបស់ខ្ញុំអញ្ចឹងការស្រាវជ្រាវមករយៈទៅគឺខ្ញុំឃើញការ fasting នឹងឯងបងប្អូនហើយក៏មិនគ្រាន់តែឃើញទៅខ្ញុំក៏ fasting ទេខ្ញុំបានស្រាវជ្រាវព័ត៌មានជាច្រើនក៏ដូចជាអានសភៅតាក់ទងនឹងការ fasting ដូចគ្នាឃើញថាល្អបានខ្ញុំចាប់ផ្ដើមសាក fasting អញ្ចឹងជាលទ្ធផលគឺសុខភាពខ្ញុំល្អជាងមុនខ្ញុំស្រកគីឡូជាងមុនជាពិសេសរាងកាយខ្ញុំនៅពេលដែលខ្ញុំញ៉ាំបាយអីហើយអញ្ចឹងវាចាប់ផ្ដើមលំមាស់ដោយសារតែជាតិអាំងស៊ីលីនរបស់ខ្ញុំវាឡើងជាតិស្ករខ្ញុំវាឡើងទៅខ្ញុំមានលំមាស់ពេញខ្លួនដែលតម្រូវឲ្យខ្ញុំត្រូវញ៉ាំស៊ីទីរីស៊ីនរាល់ថ្ងៃអាថ្នាំបាត់លំមាស់ហ្នឹងអញ្ចឹងបន្ទាប់ពីដែលខ្ញុំ fasting ហ្នឹងមកអាការៈលំមាស់ហ្នឹងគឺវាបាត់អាហ្នឹងគឺជាបទពិសោធន៍ខ្ញុំបងប្អូនអត់ចែករំលែកបងប្អូនថាត្រូវតែធ្វើ fasting ទៅនឹងល្អដូចខ្ញុំអីចឹងឯណាអញ្ចឹងផលវិបាកនៃការ fasting គឺឃ្លានយើងពិបាកទប់អារម្មណ៍ឃ្លានណាមនុស្សធ្លាប់ញ៉ាំបាយសាច់ជ្រូកពេលព្រលឹមមានជ្រក់មានអីឆ្ងាញ់សឹងអីនេះហេតុអីមកយើងត្រូវឈប់អញ្ចឹងពិបាកទប់អារម្មណ៍មែនតើអញ្ចឹងខ្ញុំត្រូវស្រាវជ្រាវបន្តទៀតថាដើម្បីទប់ឃ្លានត្រូវធ្វើអីអញ្ចឹងការស្រាវជ្រាវជាច្រើនមកគឺកាហ្វេនឹងឯងបងប្អូនអញ្ចឹងខ្ញុំត្រូវញ៉ាំកាហ្វេដើម្បីទប់ការឃ្លានពេលព្រឹកនឹងហើយជាមូលហេតុដែលខ្ញុំផឹកកាហ្វេខ្មៅពុះទទេរយៈពេល4ឆ្នាំតាំងពី2022រហូតមកដល់ឡើយអញ្ចឹងកាហ្វេវាមិនមែនមានប្រយោជន៍ត្រឹមតែឲ្យយើងអត់ឃ្លានទេបងប្អូនវាមានប្រយោជន៍ផ្សេងទៀតដូចជាធ្វើឲ្យអារម្មណ៍របស់យើងនោះគឺស្រឡះពេលព្រលឹមហ្នឹងពីព្រោះអីជាតិកាហ្វេអ៊ីនវាធ្វើឲ្យmental របស់យើង alert អញ្ចឹងបងប្អូនអាចផ្ដោតទៅលើការងារគិតបានច្រើនអីបានច្រើនគឺនៅពេលព្រឹកហ្នឹងទី2វាជួយឲ្យខ្ញុំ fasting បានយូរក្នុងមួយថ្ងៃអញ្ចឹងថ្ងៃខ្លះខ្ញុំ fasting ដល់18ម៉ោងថ្ងៃខ្លះខ្ញុំ fasting ដល់24ម៉ោងអីគឺដោយសារតែកាហ្វេវាជួយខ្ញុំបានមួយផ្នែកដែរមួយទៀតគឺវាជួយឲ្យពោះវៀនរបស់យើងនឹងវាដើរល្អអញ្ចឹងបងប្អូនដែលផឹកកាហ្វេពេលព្រឹកភាគច្រើនគឺទៅទម្លាក់រ៉ូណាល់ដូហើយត្រូវអត់អាហ្នឹងគឺដោយសារតែជាតិកាហ្វេអ៊ីននឹងឯងវាជួយឲ្យកាពះពោះវៀនយើងហ្នឹងវាដើរបានល្អវារុញជាតិលាមកជាតិពុលពីរាងកាយរបស់យើងហ្នឹងចេញមកក្រៅធ្វើឲ្យយើងចង់ទៅបន្ទប់ទឹកហើយក៏មានការសិក្សាជាច្រើនបង្ហាញថាកាហ្វេអ៊ីនគឺវាជួយកាត់បន្ថយជំងឺតាក់ទងនឹងសរសៃឈាមបេះដូងផងដែរចម្លើយទី1របស់ខ្ញុំគឺមានប៉ុណ្ណឹងឥឡូវយើងចូលដល់ចម្លើយទី2ម្ដងបងប្អូនមិនគួរផឹកកាហ្វេពុះទទេទេបើសិនជាបងប្អូននៅក្នុងលក្ខខណ្ឌទាំងអស់នេះទី1បងប្អូនមានជំងឺរលាកកាពះឬក៏ច្រាល់ទឹកអាស៊ីតកាពះហ្នឹងឡើងមកលើធ្វើឲ្យកាហាយធូររបស់យើងភ្លឹមឡើងអាសាភើអីហ្នឹងចឹងបើបងប្អូនមានជំងឺទាំងអស់ហ្នឹងគឺខ្ញុំអត់ណែនាំឲ្យផឹកកាហ្វេពុះទទេទេដោយសារអីជាតិកាហ្វេអ៊ីនវាជំរុញឲ្យទឹកអាស៊ីតវាចេញកាន់តែច្រើនវាធ្វើឲ្យកាពះបងប្អូនកាន់តែឈឺច្រាលកាន់តែច្រើនអ្នកទី2ដែលមិនអាចឬក៏មិនគួរផឹកកាហ្វេពុះទទេគឺអ្នកដែលដាក់កាហ្វេទៅញ័រដៃញ័រជើងញ័រទ្រូងបុកភឹបអីហ្នឹងគឺមិនគួរផឹកកាហ្វេពុះទទេទេដោយសារអីខ្លួនប្រាណគាត់ sensitive ជាមួយនឹងកាហ្វេខ្លាំងពេកមានន័យថាជាតិកាហ្វេអ៊ីនវាមានប្រសិទ្ធភាពខ្លាំងពេកទៅលើរាងកាយរបស់គាត់ដែលតម្រូវគាត់មិនអាចធ្វើអញ្ចឹងបានអ្នកទី3ដែលមិនគួរធ្វើអញ្ចឹងគឺរៀងពិបាកជាងអ្នកទី1ទី2ទៀតគឺអ្នកដែលដាក់កាហ្វេទៅពោះវៀនកាពះរបស់គាត់ធ្វើការងារខ្លាំងពេកធ្វើឲ្យគាត់ចង់ក្អួតចង្អោររីកអីចឹងទៅបងប្អូនទាំងអស់នោះក៏គាត់មិនគួរផឹកកាហ្វេពុះទទេដែរព្រោះអីរាងកាយរបស់គាត់ទទួលយកកាហ្វេហ្នឹងវាលើសពេកឬក៏ជាតិកាហ្វេហ្នឹងវាមានឥទ្ធិពលទៅលើរាងកាយរបស់គាត់ហ្នឹងច្រើនពេកអូខេអញ្ចឹងពីខ្ញុំទៅគឺវាអត់មានអ្នកណាឈ្នះអ្នកណាចាញ់អ្នកណាត្រូវអ្នកណាខុសទេវាអាស្រ័យទៅលើសុខភាពរាងកាយរបស់មនុស្សម្នាក់
អញ្ចឹងរាងកាយរបស់ខ្ញុំសុខភាពរបស់ខ្ញុំវាផ្សេងពីបងប្អូនដោយអ្នកខ្លះញ៉ាំគ្រឿងសមុទ្របានអ្នកខ្លះញ៉ាំអត់បានអីអញ្ចឹងណាអញ្ចឹងសំខាន់ថាតើរាងកាយបងប្អូនទទួលយកកាហ្វេបានល្អកម្រិតណាតែប៉ុណ្្នឹងឯងអញ្ចឹងវីដេអូថ្ងៃនេះរៀងវែងរៀងយូរប៉ុន្តែសង្ឃឹមថាខ្ញុំនឹងបកស្រាយនៅអ្វីដែលបងប្អូនឆ្ងល់ថាគួរផឹកកាហ្វេពូតេពេលព្រឹកឬក៏អត់ឬក៏យ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងទាំងអស់នេះគឺជាចម្លើយបងប្អូនហើយអរគុណបងប្អូនមែនទែនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់កុំភ្លេច share វីដេអូនេះផ្ញើទៅអ្នកដែលចង់ផឹកកាហ្វេពូតេពេលព្រឹកផងអរគុណសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត